ជំរាបសួរពុកម៉ែមីមីងបងប្អូនទាំងអស់គ្នាថ្ងៃនេះផងដែរខ្ញុំមកកាត់គល់សក្រីដែលលោកប្តីរបស់ខ្ញុំកាត់បានដាំយកទៅឆាគ្រឿងសាច់មាន់សម្រាប់សក្រីនេះដែរគឺយើងដាំឆាប់បានញ៉ាំទេបងប្អូនតាមួយខែអីហ្នឹងបែកគុំបែកមេឃបែកធាងហើយបន្ទាប់ពីខ្ញុំបេះសក្រីហើយខ្ញុំមកបេះស្លឹកក្រូចនេះមានតែម្ដើមនឹងគឺបោចគ្នារហូតមិនដែលលះបានយូរគឺត្រូវការស្លរហូតនេះឯងបន្ទាប់ពីបេះសាច់ក្រូចហើយខ្ញុំមកនេះរំដេងនេះក៏មិនច្រើនដែរហូបសឹងថាដាច់ពូជហ៎បងប្អូនបន្ទាប់ពីខ្ញុំប្រម៉ែប្រមូលគ្រឿងផ្សំរួចរាល់ហើយខ្ញុំមកហាន់គល់សក្រីថ្មីអញ្ចឹងយើងយកមកហាន់និងបុកគឺវាម៉ត់ល្អមែនទែនដូចសក្រីដើមចាស់ហើយនឹងឯងមានដូចជាគល់សក្រីរំដេងរមៀតខ្ទឹមសខ្ទឹមក្រហមនឹងឯងបកខ្ទឹមបកអីសម្រាប់យកទៅបុកគ្រឿងមានអីទេបងប្អូនមុខម្ហូបសាមញ្ញធម្មតានៅផ្ទះចំការយើងស្រុកស្រែអញ្ចឹងណាមិនដឹងថារននឹកធ្វើអីម្ហូបអីឲ្យវាឆ្ងាញ់ព្រោះអីខ្ញុំក៏មិនសូវជាប្រសពខាងធ្វើម្ហូបប្រមាណដែរប៉ុន្តែដោយចិត្តថាស្រឡាញ់ការថតការផលិតវីដេអូក៏ធ្វើវីដេអូលេងកំសាន្តអារម្មណ៍អញ្ចឹងណាជាងយើងធ្វើម្ហូបហើយអត់បានថតអត់បានបង្ហាញពីសកម្មភាពរស់នៅប្រចាំថ្ងៃអញ្ចឹងបងប្អូនខ្ញុំអត់មែនជាអ្នកជំនាញខាងផលិតវីដេអូខាងអីផ្សេងទេកាលណាផលិតវីដេអូធម្មតាហើយនេះបងប្អូនបន្ទាប់ពីខ្ញុំបុកគ្រឿងហើយនេះខ្ញុំមកយកសាច់មាន់នេះខ្ញុំទិញពីព្រឹកចឹងទៅខ្ញុំក៏យកមកខ្លះសេនេះឯងមានតែប្រមាណផ្លូវនេះឯងបងប្អូននេះប៉ុណ្ណឹងឯងនេះផ្លូវមួយដុំហើយនឹងទ្រូងនោះមួយដុំនឹងយកមកកាប់វាហើយចាំយើងយកទៅឆាខ្ញុំដាក់នេះខ្ញុំលាងទឹកវាឲ្យស្អាតរួចរាល់ហើយបានខ្ញុំយកទៅដាក់ចូលក្នុងទូទឹកកកហើយខ្ញុំបានចងថងចងអីកុំឲ្យវាធំក្លិនទូទឹកកកអីចឹងណាបាទចំពោះបន្លែវិញថ្ងៃនេះដែរខ្ញុំឆាជាមួយនឹងតកូនបងប្អូនបើបងប្អូនមានសណ្តែកគួរមានអីដាក់ក៏ឆ្ងាញ់ដែរប៉ុន្តែដោយសារតែខ្ញុំអ្នកចិត្តភូមិខ្ញុំក៏ដាំតកូនច្រើនមែនទែនបងប្អូនអើយទាំងរងហើយយកទៅលក់ក៏មិនសូវជាបានថ្លៃចឹងទៅហើយយើងទិញក៏រៀងធូរថ្លៃដែរនេះគ្រឿងផ្សំរបស់ខ្ញុំបានរួចរាល់ហើយគ្រឿងក៏បុកល្អិតហើយសាច់ខ្ញុំក៏បានកាប់រួចរាល់ហើយចំពោះវីដេអូពេញបងប្អូនអធិស្ឋានដោយសារតែខ្ញុំថតនឹងកាមេរ៉ា Canon ដល់ពេលទៅក៏ខ្ញុំអត់បាន copy ចូលព្រោះអីកុំព្យូទ័ររបស់ខ្ញុំនឹងរៀងមានបញ្ហាអញ្ចឹងទៅខ្ញុំក៏អត់បានបង្ហាញពីវិធីធ្វើអីដែរបងប្អូននឹងឯងឆាគ្រឿងធម្មតាខ្ញុំជឿថាបងប្អូនទាំងអស់គ្នាសិតតែចេះឆាបងប្អូននេះដល់វគ្គចាក់តកូនចូលបាត់ហើយបងប្អូននេះដាក់តកូនបាត់ហើយព្រោះដោយសារតែខ្ញុំថតទៅកាមេរ៉ាទូរស័ព្ទរបស់ខ្ញុំនឹងបានអស់ថ្មខ្ញុំក៏បានថតនឹងកាមេរ៉ា Canon ដល់ពេលទៅកុំព្យូទ័ររបស់ខ្ញុំមានបញ្ហា copy វីដេអូចេញមកទូរស័ព្ទអត់កើតដោយសារតែខូចថ្មឬក៏ខូចអីមិនដឹងទេខ្ញុំសាកអត់ចូលសោះប្រហែលជាត្រូវដូរហើយមើលទៅអរគុណបងប្អូនទាំងអស់គ្នាដែលបានចូលមកទស្សនាវីដេអូរបស់ខ្ញុំហើយកុំភ្លេចចុច like ហើយនិង subscribe comment ពាក្យល្អជូននាងខ្ញុំផងពីព្រោះអីខ្ញុំអត់សូវប៉ិនខាងផលិតវីដេអូដែរបងប្អូនអធិស្ឋានបាយ